បាទគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទជីវិតពិតនឹងធម្មជាតិបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចង់ចែកម្លែកទៅបងប្អូនដែលនិយាយអំពីជីវិតរស់នៅក្នុងចម្ការដែលយើងធ្វើការដាំដុះបន្លែមួយចំនួនសម្រាប់ធ្វើការហូបចុកបាទបានន័យថាយើងធ្វើការហូបដល់យើងអត់ចាំបាច់ទៅទិញនៅទីផ្សារខាងក្រៅទេយើងអាចដាំហើយយើងអាចហូបវាបានក្នុងរយៈពេល1 ខែជាងអីហើយការឆ្លៀតពេលធ្វើនោះគឺក៏អត់ច្រើនដែរបងប្អូនក្នុងមួយថ្ងៃយើងឆ្លៀតពេលត្រឹមតែ1 ម៉ោងឬមួយក៏30 នាទីតាមថ្ងៃដែលយើងទំនេរទេគឺយើងអាចឆ្លៀតពេលធ្វើដើម្បីយើងទទួលបានបន្លែមួយដែលមានសុវត្ថិភាពសម្រាប់សុខភាពយើងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីតពីវីដេអូមុនដែលនិយាយអំពីដំណាំសណ្តែកគួរតែយើងបានដុះឥឡូវនេះយើងបានដាំដុះវារយៈពេល10ថ្ងៃបងប្អូនណាសណ្តែកគួរនេះយើងបានដាំដុះវារយៈពេល10ថ្ងៃខ្ញុំទិញគ្រាប់តែមួយកញ្ចប់ទេបងប្អូនគ្រាប់មួយកញ្ចប់សំទោសគ្រាប់2កញ្ចប់ហើយ2កញ្ចប់នោះវាមាន69គ្រាប់69គ្រាប់ទីនេះខ្ញុំបានរាប់ថាវាដុះបានរហូតទៅដល់66គ្រាប់បងប្អូនវាបាត់អស់3គ្រាប់អញ្ចឹងគឺអត្រាដំណោះវាគឺដុះល្អមែនតើដុះច្រើនបងប្អូនឃើញប្រាប់ហើយបាទនៅនេះគឺដុះច្រើនតែអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់នោះខ្ញុំអត់ទាន់បានធ្វើត្រើងវាទេបងប្អូនខ្ញុំប្រហែលជា2 3ថ្ងៃទៀតមកខ្ញុំធ្វើត្រើងហើយតែខ្ញុំអាចឆ្លៀតកាប់កូនឈើបានខ្លះហើយបងប្អូនដើម្បីយើងយកមកធ្វើត្រើងសណ្តែកអញ្ចឹងយើងរកឈើមួយចំនួនទីនេះគឺខ្ញុំដាំខុសបងប្អូនខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំដាំខុសនេះគឺត្រង់ថាខ្ញុំដាំញឹកពេកបងប្អូនណាបាទចន្លោះពីគុំមួយទៅគុំមួយគឺមានប្រវែងត្រឹមតែប្រហែលជាមួយចង្អាមកន្លះទេខ្ញុំដាំវែងខ្ញុំដាំគៀកពេកបងប្អូនអញ្ចឹងអ្វីដែលកត្តាខ្ញុំជួបប្រទះគឺដើមរុក្ខជាតិគឺវាលូតលាស់រៀងស្ដួចបងប្អូនបានន័យថាវារៀងរាវបងប្អូនអាចអញ្ជើញមើលជាទីថាវារៀងរាវមែនតើនេះបងប្អូននេះឃើញហើយបាទបានន័យថាដើមវារៀងរាវបានន័យថារៀងស្គមស្លឹកវាអីល្អគាត់បាទប៉ុន្តែគាត់ថាដើមវារៀងរាវស្គមបងប្អូនមើលឃើញចាក់ផ្ដាច់អាចអញ្ជើញមើលទៀតតិចក៏បានដែរបងប្អូនឃើញទេបាទរៀងរាវមែនតើបានន័យថារៀងស្គមវាហាក់ដូចជាវានៅប្រជ្រៀតគ្នាពេកហ្វីចំណៃមិនគ្រប់ជាហេតុយើងត្រូវតែដកវាចេញក្នុងស្ថានភាពបែបនេះវាដុះមកពេញហើយការដកចេញនេះយើងអត់បានដកយកទៅចោលណាទេបងប្អូនគឺយើងដកវាហើយយើងយកវាទៅដាំមួយកន្លែងទៀតដែលយើងបានធ្វើឲ្យបំរុងទុកនៅប៉ែកខាងនោះសណ្តែកគួរនេះបើយើងគិតទៅត្រឹមតែ60ឬក៏50ដើមនេះបើវានៅល្អទាំងអស់រហូតដល់ថ្ងៃប្រមូលផលគឺច្រើនណាស់បងប្អូនសម្រាប់ខ្ញុំម្នាក់ឯងហូបចុកគឺច្បាស់ជាមិនអស់ទេជារៀងរាល់ខែប្រកាសជាមានបន្លែមួយដែលមានសុវត្ថិភាពហូបខ្ញុំបញ្ជាក់បងប្អូនថាក្នុងនេះខ្ញុំដាំលើផ្ទៃដីប្រហែលជា10 ម៉ែត្រ 4 ជ្រុងទេខ្ញុំដាំមានពោតមានសណ្តែកគួរហើយនឹងខ្ញុំដាំពេញប៉ោះទៀតតែពេញប៉ោះខ្ញុំអត់ទាន់បានទិញគ្រាប់មកទេប៉ុន្តែឥឡូវនេះយើងមានសណ្តែកគួរយើងមានពោតហើយលើហ្នឹងក៏យើងមានដាំតក្រីដាំអីសម្រាប់ការហូបចុកដែរបងប្អូនជាហ្វាមួយខ្ញុំចង់ចែករំលែកអំពីចំណុចសំខាន់នៃក្នុងវីដេអូនេះតាក់ទងជាមួយនឹងបន្លែសុវត្ថិភាពដោយសារខ្ញុំឃើញបរិបទថ្មីនៃសង្គមយើងគឺការទទួលទានបន្លែដែលមានសារធាតុគីមីនិងសារធាតុហាមឃាត់មួយចំនួនដែលធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋយើងជាពិសេសបណ្ដាលឲ្យកើតជំងឺធំដូចជាជំងឺមហារីកដែលក្រសួងសុខាភិបាលទើបតែបានបញ្ចេញរបាយការណ៍ថ្មីមួយដែលនិយាយអំពីជំងឺមហារីកដែលធ្វើឲ្យប្រជាជនកម្ពុជាយើងរហូតដល់ទៅ14000នាក់ជារៀងរាល់ឆ្នាំបានបាត់បង់ជីវិតដោយសារតែយើងបរិភោគចំណីអាហារដែលមានសារធាតុគីមីនិងសារធាតុហាមឃាត់អញ្ចឹងជាសារត្រឡប់ទៅវិញពីខ្ញុំទៅបងប្អូនក្នុងមួយគ្រួសារបានន័យថាយើងមានសមាជិកឧទាហរណ៍ថា3នាក់4នាក់5នាក់អីចុះក្នុងនោះបើប៉ុន្តែយើងឆ្លៀតពេលគ្នាក្នុងមួយនាក់តែ20នាទីឬក៏កន្លះម៉ោងបងប្អូនដាំបន្លែក្នុងផ្ទះណាបាទបងប្អូនដាំបន្លែក្នុងផ្ទះខ្ញុំនិយាយនេះមួយផ្នែកដោយសារតែនៅក្នុងតាមតំបន់មូលដ្ឋានខ្ញុំជឿថាជាពិសេសនៅខាងស្រុកស្រែចម្ការជនបទយើងច្រើនយើងអត់ចាំបាច់គិតទៅដល់ផ្នែកទីផ្សារសម្រាប់ការដាំលក់ដូរទេយើងគិតថាសម្រាប់គុតគង់ក្នុងគ្រួសារយើងមួយនាក់ដាំបន្លែមួយមុខខ្ញុំឧទាហរណ៍ថាមានសមាជិក5នាក់ឆ្លៀតពេលម្នាក់កន្លះម៉ោងឬក៏ម្នាក់20នាទីក្នុងមួយថ្ងៃខ្ញុំជឿថាមានពេលបងប្អូនស្មើណាក៏យើងអាចធ្វើបានដែរយើងកាប់ដីដល់ម្នាក់2 ម៉ែត្រ 4 ជ្រុងបានណាដាំម្នាក់មួយមុខឬក៏1 ម៉ែត្រ 4 ជ្រុងដាំម្នាក់មួយមុខតើបងប្អូនបានបន្លែប៉ុន្មានមុខបើសមាជិក5នាក់នៅជុំគ្នាយើងបានបន្លែ5មុខផ្សេងគ្នាសម្រាប់ការហូបចុកសម្រាប់ការផ្គត់ផ្គង់នៅក្នុងគ្រួសារអត្ថប្រយោជន៍មាន2បងប្អូននៅការយើងដាំបន្លែខ្លួនឯងទី1
dương chấm đánh phê được cách đa chấm nai lôi được tinh nấu kháng cào chấm đánh tăng phê về lìa chấm đánh giống mạch ở tiêu họ ta bong ôn trâu tập pha tinh và lai bong ôn chi mà tô tàu ngày rồi cặp pha nó bị nấu ngày rồi còn nấu chết cả bán tay dương cả thầu ta chấm nai phê về lìa tập không ca đa tinh này tivi bong ôn chấm đánh phục hiệp bong ôn ba loa nè bà lai dương đam luôn anh mà rồi dương ăn bánh nam chi ở kỳ mi dương ở đại chi kỳ mi cứ dương ai đang pra tịch túi chứ môi cà phê khác dương mình pra pha tầm đằng cả này đây dương đàn miên pha thiết trình châm lọ chẳng cứ dương ăn pra thôi hai bong ôn nâng từ tua ban bẩn lai môi đàiประกอบដោយសុវត្ថិភាពបងប្អូនហូបឲ្យមានទំនុកចិត្តអត់ភ័យព្រួយណាបងប្អូនចំណាយពេលវេលាបន្តិចនៅក្នុងជីវិតប្រចាំថ្ងៃយើងច្បាច់យកតែបន្តិចមួយមកគឺយើងអាចទទួលបានជីវិតមួយដែលពោពេញទៅដោយគេហៅថាសុខភាពហ្នឹងបងប្អូនហើយការធ្វើការងារជុំគ្នាលក្ខណៈដាំបន្លែចេះខ្ញុំជឿថាតែជានឹងសុបាយបងប្អូនអាចជាការជួបជុំមួយនៅក្នុងក្រុមគ្រួសារផងដែរបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងបងប្អូនបើសិនជាពេញចិត្តនៃការធ្វើវីដេអូខ្ញុំបែបលក្ខណៈជីវិតពិតនិងធម្មជាតិដែលសារភ្ជាប់ជាមួយនឹងការអប់រំលើកស្ទួយទៅដល់សុខភាពប្រជាជនកម្ពុជាបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងជួយចុច Like ជួយចុច Share Comment បាទហើយឬមួយក៏បងប្អូនអាចមានជាមតិយោបល់ឬការចូលរួមគំនិតបែបណាអីបងប្អូនអាច Comment នៅក្នុងវីដេអូនេះបានបាទអរគុណច្រើនបងប្អូន